ជាធម្មតាយើងតែងតែលើអីដែលគេតែងតែនិយាយថាគិតឲ្យមុនគូតែបើខ្ញុំគិតព្យាយាមគិតយូរទៅខ្ញុំគូលែងចេញបណ្ដោយខ្ញុំដឹងថាមូលហេតុអីគេដែរចឹងមកសួរថាពីមូលហេតុវិញមិនអីមកពីយើងឬក៏មកពីគេហើយចុះបើសិនជាមកពីយើងហ្នឹងវាមកពីមូលហេតុអីគេវិញទៅចឹងចំពោះមូលហេតុទី1គឺការគិតពីរឿងរ៉ាវដែលមិនទាន់កាត់ឡើងច្រើនពេកអញ្ចឹងឥឡូវខ្ញុំមានគោលដៅច្រើនដល់នេះសិតតែល្អទាំងអស់ហ្មងខ្ញុំដឹងតែគួរយកមួយណាសោះហើយបើយកមួយនេះខ្ញុំស្ដាយមួយនោះតែបើសិនជាខ្ញុំយកមួយនោះខ្ញុំស្ដាយមួយនេះវិញហើយបើសួរថាឲ្យខ្ញុំយកទាំងអស់ទៅខ្ញុំខ្លាចដែរខ្លាចអំបិលព្រោះខ្ញុំយកច្រើនពេកអត់ដឹងទៅចាប់មួយណាទុកមួយណីឯងខ្លាចអត់ច្បាស់លាស់អាមួយទៅខ្ញុំចោលបដ ாய் ហើយបើគិតទៅគោលដៅទី1នោះវាល្អតែដល់ពេលគិតចុះគិតឡើងបញ្ហាវាមានច្រើនតំណអាស្រ័យក៏វាពិបាកទៀតតែបើទី2ចេញមក perfect បដ ாய் ប៉ុន្តែគ្រាន់តែថាពេលដែលខ្ញុំព្យាយាមគិតម្ដងទៅបានដឹងថានោះវាកាន់តែស្មុគស្មាញកាន់តែញ៉ៃញ៉ៃពីបញ្ហាក៏ដូចជាតំណអាស្រ័យជាងអាទី1ទៀតអញ្ចឹងខ្ញុំគួរតែយកមួយណាទៅណាខ្ញុំហត់មែនតើនេះចំណុចទី2គឺខ្លាចខុសខ្លាចខាតចុំតិចខ្ញុំធ្វើហ្នឹងទៅខុសទៅណាហ៊ានតែខ្ញុំខុសខ្ញុំនឹងទៅចប់ហ្មងចូលទៅហៅថាបើខ្ញុំខុសទៅមានអ្នកចាំចាប់កំហុសឬក៏អ្នកដែលជន់ប្លេចខ្ញុំណាតិចខ្ញុំខុសទៅអត់មានអ្នកលើកទឹកចិត្តខ្ញុំទៅណាពិបាកដល់នេះអាគិតក៏ខ្លាចខាតក៏ខ្លាចអាខ្លាចខុសក៏ខ្លាចខ្ញុំមិនដឹងថាខ្ញុំគួរជ្រើសរើសមួយណាទៅណាអញ្ចឹងពេលខ្លះយើងគិតខ្លាំងពេករហូតដល់យើងស្វែងរកភាពល្អឥតខ្ចោះអីខ្លួនឯងមុននឹងយើងធ្វើអីមួយខ្លាំងពេកទាំងដែលយើងទទួលស្គាល់ថាក្នុងโลกយើង no one is perfect វាមានអ្នកគេដែលល្អឥតខ្ចោះគ្រប់គ្រាន់ 100% ដែលយើងត្រូវតែបំពេញតាមគេអញ្ចឹងយើងខ្លាចខុសខ្លាចខាតពេកក៏ពេលខ្លះវាធ្វើឲ្យយើងខាតពេកដូចគ្នាណោះចំពោះមូលហេតុទី3គឺបាត់បង់គោលដៅដែលកំពុងតែគិតចប់ហើយថាចប់មែននឹងអានឹងលទ្ធផលខ្ញុំគិតច្រើនពេកគិតពីនេះគិតពីនោះគោលដៅ1 2 3 4 5ហើយដល់ពេលគិតយូរខ្ញុំដឹងតែគោលដៅខ្ញុំមួយណាអត់ដឹងតែចាប់ផ្ដើមពីណាទៅណាខ្ញុំដឹងតែចាប់ផ្ដើមពីលើពីក្រោមឬក៏ពីឆ្វេងពីស្ដាំនេះដល់ពេលបាត់បង់អញ្ចឹងទៅខ្ញុំហត់តែពិបាកថែមហើយចប់ហើយខ្ញុំចប់ហើយចំពោះមូលហេតុទី4គឺសម្ពាធពេលវេលានិងអារម្មណ៍បញ្ជាពេលចប់ហើយខ្ញុំគួរធ្វើមិនទៅបើពីដំបូងខ្ញុំអត់មាន plan អីធំត្រូវប៉ុណ្ណឹងចេះតែបញ្ជាពេលអត់មានអនុវត្ត plan អីធំត្រូវទេហើយឥឡូវទឹកបាក់ធនប់អីទប់មកជាប់អាចចាប់ដើមម្ដងទៀតក៏វាខាតពេលខាតទាំងលុយខាតទាំងពេលវេលាហើយឥឡូវខាតបងអីគ្រប់យ៉ាងអស់ហើយនេះហើយស្អីអីគេជួយមិនកាត់បើយើងអត់ជួយខ្លួនឯងផងអីណាគេមកជួយយើងចឹងអាហ្នឹងកំហុសរបស់ខ្ញុំខ្លួនឯងឲ្យវាបដ ாய் តាមនឹងបដ ாய் ឲ្យខ្ញុំដឹងឲ្យរៀងខ្លួនឯងថ្ងៃក្រោយចំពោះមូលហេតុទី5គឺ skin no skill អញ្ចឹងមិនថាការពិតមិនដោយការគិតមែនយើងគូវាគិតថាវាស្រួលដល់ពេលយើងមកធ្វើខ្លួនឯងបានដឹងថាវាពិបាកហើយឆ្ងល់ខ្លួនឯងដែរមកយូរហើយមិនព្រមទៅអនុវត្តទៅមានតែអាពជាពេលផងអាខ្លាចផងគោលដៅអត់ច្បាស់លាស់ផងចុងក្រោយមិនដឹងថាអីដែលយើងធ្វើហ្នឹងវាមិនដូចអីដែលយើងគិតធ្វើឡើងចាញ់ឥឡូវអនុវត្តក៏អត់មាន skill គាត់មានតែ skin ហើយ skill អត់មានអញ្ចឹងយកទៅប្រើអីកើតទៅយកទៅ skin ទៅប្រើអីកើតទៅឥឡូវមានតែបដ ாய் តាមហ្នឹងទៅអញ្ចឹងមានន័យថាផែនការរបស់យើងគឺត្រូវបរាជ័យដោយសារតែយើងខ្លួនឯងចាប់ពីពេលហ្នឹងទៅហើយលែងកាយកើតហើយចុះគ្នាយើងណាខ្លះមានតែ skin no skill អូខេខ្ញុំនិយាយលេងណាចំណុចកន្លែងនេះណោះហើយអរគុណខ្លាំងមែនតើគ្នាយើងទាំងអស់គ្នាសម្រាប់ថ្ងៃនេះដែលបានទស្សនាវីដេអូខ្ញុំសង្ឃឹមថាយើងនឹងជួបគ្នានៅវីដេអូក្រោយបន្ថែមទៀតអរគុណច្រើន